ឃើញវីដេអូនេះហើយបងប្អូនខ្ញុំចង់និយាយថាការមានក្បាលពោះហ្នឹងមិនមែនជាការលេងសើចទេបើបងប្អូនមានក្បាលពោះគួរតែទៅពិនិត្យសុខភាពនិងយកចិត្តទុកដាក់ទៅលើសុខភាពខ្លាំងមែនតើដូចជាអតិថលមួយនេះគេនិយាយពីឥណ្ឌាទេប៉ុន្តែឥណ្ឌាហើយយើងគឺដូចគ្នាស៊ីដូចគ្នាហើយនឹងងាយមានក្បាលពោះដូចគ្នាណា status symbol ទៅ silent killer ឃាតករស្ងប់ស្ងាត់ status symbol មិនន័យថាមិនចាំមុនអ្នកមានក្បាលពោះមានអីគេថាអ្នកមានអីចឹងណាគេមានប៉ុន្តែសម្រាប់អាស៊ីយើងណាពេលដែលមានក្បាលពោះគឺជាសញ្ញាដំបូងដែលបញ្ជាក់ថាយើងចាប់ផ្ដើមមានជំងឺជាច្រើនហើយដូចជាអាចលើសជាតិស្ករទឹកនោមផ្អែមឡើងខ្លាញ់ឡើង cholesterol ជាដើមមូលហេតុគឺនៅក្នុងហ្សែនរបស់យើងតែម្ដងសម្រាប់ជនជាតិអាស៊ីយើងរបៀបដែលខ្លាញ់វាទុកនៅក្នុងរាងកាយរបស់យើងគឺខុសគ្នាពីជនជាតិស្បែកសតែម្ដងយើងមានខ្លាញ់ច្រើននៅតាមក្បាលពោះហើយសាច់ដុំតិចជាងងាយកើតទឹកនោមផ្អែមប៉ុន្តែយើងស្គាល់មែនអញ្ចឹងដូចជាការសិក្សាមួយនេះនៅឆ្នាំ2009គេប្រៀបធៀបកូនងាដែលទៅបង្កើតហ្មងជនជាតិស្បែកសហើយនឹងអាស៊ីយើងដោយគេធ្វើ MRI scan កូនងាទាំងពីរហ្នឹងមានខ្លាញ់ប្រហែលគ្នាទេប៉ុន្តែកូនងាអាស៊ីគឺខ្លាញ់ភាគច្រើនហ្នឹងមាននៅក្បាលពោះហើយនឹងមាននៅតាមគ្រឿងក្នុងរបស់យើងកូនងាស្បែកសគឺមានគ្រប់កន្លែងរបៀបថាមានគ្រប់កន្លែងបរិយាគ្រប់កន្លែងអញ្ចឹងបើយើងគឺបណ្ដុំនៅតំណឹងតែម្ដងហើយគេចង់ដឹងថាចេះតើការរក្សាខ្លាញ់នៅក្បាលពោះហើយនៅតាមគ្រឿងក្នុងរបស់អាស៊ីយើងហ្នឹងវាកើតឡើងដោយសារហ្សែនឬក៏កើតឡើងដោយសាររបបអាហារអញ្ចឹងគេតាមដានមើលជនជាតិអាស៊ីយើងដែលបានទៅរស់នៅក្រៅប្រទេសណាក្រៅប្រទេសខ្លួនឯងនៅបរទេសអញ្ចឹង4ចំនួនបងប្អូនដែលគាត់ញ៉ាំអាហារស្បែកសញ៉ាំអីដូចគេដូចគ្នាប៉ុន្តែរាងកាយគាត់គឺនៅដដែលអត់មានការប្រែប្រួលទេគឺរក្សាខ្លាញ់នៅក្បាលពោះតាមគ្រឿងក្នុងដដែលមូលហេតុគឺហ្សែនរបស់យើងអញ្ចឹងតែម្ដងអាការដែលរាងកាយយើងស្គមហើយប៉ុន្តែមានខ្លាញ់ច្រើននៅតាមគ្រឿងក្នុងរបស់យើងហើយនឹងក្បាលពោះរបស់យើងហ្នឹងគេហៅ thin fat phenotype ដែល BMI ដូចគ្នារវាងយើងហើយស្បែកសប៉ុន្តែយើងមានខ្លាញ់នៅកន្លែងហ្នឹងច្រើនជាងជនជាតិស្បែកសពី3ទៅ5ដងមិនមែនដូចបរទេសគាត់តែធាត់ obesity ជំងឺធាត់អញ្ចឹងគាត់មានជំងឺច្រើនណាស់យើងស្គមហ្នឹងប៉ុន្តែពេលមានក្បាលពោះឃើញថាយើងមានជំងឺច្រើនដូចគ្នាអញ្ចឹងក្បាលពោះហ្នឹងគឺជាសញ្ញាដំបូងដែលគួរតែប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់លើសុខភាពកុំឲ្យយឺតពេលបងប្អូនសម្រាប់បងប្អូនចង់បានស្បែកស្អាតមានសុខភាពល្អខ្ញុំណែនាំ Skin Care Labor ដែលជា brand កូនខ្មែរផលិតនៅប្រទេស New Zealand នៅក្នុងរោងចក្រដែលមានស្តង់ដារនេះគឺខ្ញុំជាមួយអ្នកជំនាញផលិតលើ Skin Care ក្នុងការផលិតយើងនៅមន្ទីរពិសោធន៍ព្រោះយើងទៅពិសោធន៍ផ្ទាល់ឲ្យខ្លួនឯង Skin Care មួយគឺចំណាយពេលពី2ឆ្នាំកន្លះទៅ3ឆ្នាំទៅអាចផលិតចេញបានហើយកន្លែង storage ខ្ញុំដើរនេះមិនមែនតែមួយជួរហ្នឹងទេណាគឺ10ជួរបងប្អូនរោងចក្រធំមែនតើគេមានដុកទ័រសើស្បែកនៅប្រចាំគេមានអ្នកជំនាញខាងគីមីវិទ្យាហើយនឹងអ្នកជំនាញខាងផលិត Skin Care មានម៉ាស៊ីនតេស្តជាច្រើនហើយរបស់យើងគឺធានាស្តង់ដារជូនតែម្ដងបងប្អូនប្រើប្រាស់ដោយទំនុកចិត្តមិនភ័យខ្លាចផលិតផលសុទ្ធអត់មានដាក់សារធាតុកាត់សារធាតុលាយស្តង់ដារអន្តរជាតិតែម្ដង